កូនខ្វះការផ្ចង់អារម្មណ៍តើប៉ាម៉ាក់គិតដូចម្ដេចជំរាបសួរមេដាបេដាប៉ាម៉ាក់ទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំសាជាថ្មីម្ដងទៀតនៅប្រធានបទមួយទាក់ទងជាមួយនឹងការផ្ចង់អារម្មណ៍របស់កូនប៉ាម៉ាក់មួយចំនួនអាចជួបស្ថានភាពបែបនេះដែលកូនខ្វះការផ្ចង់អារម្មណ៍ការផ្ដោតអារម្មណ៍លើអីមួយមានរយៈពេលខ្លីឧទាហរណ៍បានតែ3នាទី5នាទីលេងហើយក៏ចង់លេងអីផ្សេងមួយទៀតឬក៏រៀនបានអង្គុយតែ5នាទីចាប់ផ្ដើមលេងចង់រៀននេះគឺជាបញ្ហាមួយចំនួនទៅលើកូនដែលប៉ាម៉ាក់អាចនឹងចោទជាសំណួរឡើងថាគួរធ្វើដូចម្ដេចខ្ញុំសូមចោទជាសំណួរទៅប៉ាម៉ាក់មួយចំនួនថាដើម្បីជំរុញការផ្ដោតអារម្មណ៍របស់កូនឲ្យបានល្អប៉ាម៉ាក់បានធ្វើសកម្មភាពមួយចំនួនរួចហើយឬនៅទី1តើប៉ាម៉ាក់មានបានបង្កើតបរិយាកាសល្អនៅក្នុងបន្ទប់រៀនរបស់កូនហ្នឹងឬក៏ក្នុងបន្ទប់ផ្ទះរបស់ប៉ាម៉ាក់ទាំងអស់គ្នាដើម្បីឲ្យកូនមានអារម្មណ៍នៅក្នុងការផ្ដោតដែរឬទេបើសិនជាមានសម្លេងរំខានខ្លាំងមានការឈ្លោះប្រកែកគ្នាមានសម្លេងមានបញ្ហាផ្សេងជាច្រើនដែលធ្វើឲ្យបរិយាកាសក្នុងផ្ទះឬក៏ក្នុងកន្លែងដែលកូនដែលត្រូវផ្ដោតអារម្មណ៍ហ្នឹងគឺរំខានអារម្មណ៍របស់កូនអញ្ចឹងវាអាចជាកត្តាធ្វើឲ្យកូនមិនសូវមានចំណាប់អារម្មណ៍ដែរតើមានរបស់លេងតើមានឧបករណ៍មានទូរស័ព្ទដែលនៅក្បែរកូននឹងដែរទេនៅពេលដែលគាត់ត្រូវការផ្ដោតអារម្មណ៍ទៅលើកិច្ចការផ្ទះរបស់គាត់បើសិនជាមានកូននឹងអាចប្រឈមនឹងការមិនផ្ដោតអារម្មណ៍ទៅលើកិច្ចការផ្ទះហើយចង់តែទៅលេងល្បែងនៅតាមអេក្រង់ទូរស័ព្ទអីចឹងទៅឡើងបាទនេះជាអ្វីដែលខ្ញុំចោទគឺសំណួរទី1ទៅប៉ាម៉ាក់សំណួរទី2ទៅប៉ាម៉ាក់តើប៉ាម៉ាក់មានបានជំរុញឲ្យកូនធ្វើសមាធិដែរឬទេការធ្វើសមាធិសំខាន់ខ្លាំងណាស់មួយថ្ងៃ5នាទី10នាទីអង្គុយស្ងាត់ស្ងៀមរៀនដកដង្ហើមរៀនផ្ចង់អារម្មណ៍រៀនផ្ដោតទៅលើអ្វីមួយវាអាចជំរុញឲ្យកូនយើងមានការផ្ចង់អារម្មណ៍ប្រសើរឡើងជាងមុនដូច្នេះការធ្វើសមាធិមិនត្រឹមតែធ្វើឲ្យកូនចំណាយពេលគិតនិងចំណាយពេលនៅស្ងាត់ស្ងៀមដោយខ្លួនឯងដើម្បីស្វែងយល់ពីខ្លួនឯងទេវាអាចជំរុញឲ្យកូននឹងមានការផ្ចង់អារម្មណ៍បានយ៉ាងល្អហើយជំរុញឲ្យកូននឹងមានជោគជ័យទៅក្នុងអ្វីដែលគាត់ចង់ធ្វើឧទាហរណ៍ការសិក្សាឧទាហរណ៍ការបង្ហាញនៅសមត្ថភាពឬក៏ទេពកោសល្យផ្សេងដូចជាការគូររូបដូចជាការលេងតន្ត្រីសុទ្ធតែត្រូវការសមាធិទាំងអស់ដូច្នេះប៉ាម៉ាក់បានធ្វើរឿងនឹងហើយឬនៅបើសិនជាមិនទាន់បានទេប៉ាម៉ាក់អាចសាកល្បងបានធ្វើរឿងពីរនេះហើយអាចពិនិត្យមើលតើការផ្ដោតអារម្មណ៍របស់កូនមានការកើនឡើងដែរឬទេខ្ញុំសង្ឃឹមថាប៉ាម៉ាក់នឹងទទួលបានផលចំណេញជាមួយការសាកល្បងចោទជាសំណួរទាំងនេះសូមអរគុណសូមជម្រាបលា